nó bây giờ khi tên máu cứ nào khi từ tua bàn là sơ sỉ bạn ní hay nào khi từ tua bàn là sơ sỉ xây tiệt còn tái nó không ông ní cứ nhom sông lực dọc tái ở sơ sỉประมาณមុខនេះទេដើម្បីបង្ហាញទៅនឹងការប្រើអញ្ចឹងយើងមកមើលនៅក្នុងប្រអប់របស់វាអានេះគឺគេហៅថាជាខេរបស់វាជាប្រអប់របស់វាតែប្រអប់របស់វានេះគឺវាមានទុកធម្មពលថ្មអាចឲ្យយើងសាកតទៅនឹងឧបករណ៍ទាំងអស់ហ្នឹងគឺបានរហូតដល់2ដងហើយដុំធំមួយនេះដែរអានេះគេហៅថាដុំ refill ហើយដុំនេះគឺគេប្រើនៅពេលដែលយើងប្រើជាមួយនឹងកាមេរ៉ាឬក៏កុំព្យូទ័រឬក៏ទូរស័ព្ទដៃក៏បានដែរអ្នកគ្នាក៏ប៉ុន្តែទូរស័ព្ទដៃគឺចាំបាច់ទៅការទិញខ្សែadapter មួយដើម្បីដល់ទៅកាន់ទូរស័ព្ទអីចឹងទៅក៏ប៉ុន្តែអ្នកនរគ្នាអត់ចាំបាច់ប្រើវិធីបែបហ្នឹងទេដោយសារតែប្រភេទម៉ៃមួយនេះគឺវាមានលក្ខណៈពិសេសមួយគឺវាមាន receive ដល់តែ3អានេះគឺវាមាន receive lightning មួយ type C មួយអញ្ចឹងមិនថាទូរស័ព្ទដល់គ្នា iPhone ស៊េរីមុនស៊េរីក្រោយគឺប្រើបានទាំងអស់អញ្ចឹងតើតងនឹងការប្រើទៅលើទាំងអស់ហ្នឹងអញ្ចឹងខ្ញុំសូមបង្ហាញតើតងទៅនឹងដុំនេះមុនគេអញ្ចឹងតើតងទៅនឹងដុំនេះគឺសម្រាប់ប្រើជាមួយនឹងកាមេរ៉ាអញ្ចឹងអ្នកគ្នានឹងឃើញប្រភេទខ្សែបែបនេះហើយខ្សែបែបហ្នឹងដែលយើងអាចសម្គាល់បានគឺនៅលើខ្សែហ្នឹងគឺវាមានឆ្នូតខ្មៅ2ឆ្នូតទាំងសងខាងខ្សែហ្នឹងគឺគេប្រើជាមួយនឹងឧបករណ៍ណាដែលស្គាល់ជាមួយនឹងខ្សែបែបហ្នឹងជាពិសេសគឺកាមេរ៉ាទូទៅគឺវាស្គាល់ទៅនឹងប្រភេទខ្សែបែបហ្នឹងកុំព្យូទ័រខ្លះក៏វាស្គាល់ទៅកុំព្យូទ័រខ្លះក៏អត់ទៅចឹងណាអញ្ចឹងតើតើនឹងការដោតអ្នកគ្នាអាចដោតចូលតាមរុនកន្លែងរូបកាមេរ៉ាហ្នឹងបន្ទាប់មកអ្នកគ្នាដោតចូលទៅក្នុងកាមេរ៉ាអ្នកគ្នាទៅហើយតើតើទៅនឹងម៉ៃទាំងអស់នេះអ្នកគ្នាគាត់តែដកចេញពីប្រអប់មកអ្នកគ្នាទុកចោលវាភ្លើងមកវានឹងលោតលែងលោតញ៉ាហើយអញ្ចឹងនៅពេលអ្នកគ្នាដាក់វាចូលប្រអប់វិញភ្លើងនឹងវានឹងលូតញាក់ភ្លាមៗអញ្ចឹងទៅហើយតើតើនៅលើដុំរបស់វានេះគឺវាមានតែប៊ូតុងមួយទេអ្នកគ្នាដែលប៊ូតុងមួយនេះគេហៅថាជាប៊ូតុងសម្រាប់ switch ទៅ mode noise cancellation ឬក៏ mode ធម្មតាអញ្ចឹងដើម្បីយើងដឹងថា mode មួយណាជា mode កាត់សម្លេងខានមួយណាជា mode ធម្មតាគឺយើងអាចមើលទៅលើខាងក្នុងនេះបានកន្លែងក្នុងហ្នឹងគឺវាមានភ្លើងរបស់វាបើសិនជាវាភ្លឺពណ៌បៃតងគឺវាបង្ហាញទៅនឹងការបើក mode noise cancellation មានន័យថាកាត់សម្លេងរំខានបើទៅពណ៌ខៀវមានន័យថាវាចាប់សម្លេងធម្មតាអញ្ចឹងដល់ពេលអ្នកគេចង់ចុចបិទគឺអ្នកគេអាចចុចឲ្យជាប់ទៅគឺវាបិទហើយក៏ប៉ុន្តែសម្រាប់ម៉ៃមួយនេះគឺវាមានលក្ខណៈពិសេសមួយរាល់ពេលដែលអ្នកគ្នាឈប់ប្រើអ្នកគ្នាគ្រាន់តែដាក់វាចូលទៅក្នុងប្រអប់គឺវានឹងបិទអូតូអញ្ចឹងនៅលើដុំ receive របស់យើងគឺយើងឃើញថាវាបើកតែមួយដោយសារមួយទៀតវានៅក្នុងប្រអប់វាបានបិទអូតូបាត់ហើយនៅកន្លែងនេះគឺជា volume សំឡេងដល់ពេលអ្នកគ្នាចង់ឲ្យវាលឺខ្លាំងលឺខ្សោយអ្នកគ្នាអាចពង្វិលឡើងទម្លាក់តាមនឹងបានអញ្ចឹងចូលទៅដល់តើតនឹងការប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃវិញម្ដងហើយដុំមួយនេះគឺយើងដាក់ចូលទៅក្នុងប្រអប់របស់វានឹងលោតផ្ដាច់អូតូហើយតើតនេះយើងដាក់ចូលក្នុងប្រអប់វាទៅហើយយើងត្រូវជ្រើសរើសដុំមួយដែលយើងត្រូវប្រើជាមួយនឹងទូរស័ព្ទដៃរបស់យើងហើយកន្លែងនេះវាមានរុន Type C មួយកន្លែងរុន Type C ហ្នឹងនៅពេលដែលយើងដោតទូរស័ព្ទដៃរបស់យើងកំពុងតែថតវីដេអូឬក៏កំពុងតែ live ទូរស័ព្ទដៃរបស់យើងគឺអស់ភ្លើងគឺយើងអាចប្រើខ្សែ Type C ដោតចូលមកក្នុងហ្នឹងដើម្បីសាកថ្មធម្មពលទូរស័ព្ទរបស់យើងបានអញ្ចឹងគឺខ្ញុំដោតចូលទៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងបន្ទាប់មកនៅពេលយើងដោតវាលោតភ្លើងបែបនេះអ្នកគ្នានៅពេលដែលដុំនឹងលោតញាក់មានន័យថាវាអត់ទាន់ connect ជាមួយនឹងដុំ transmitter ទេអញ្ចឹងអានេះគឺគេហៅថាដុំ transmitter អ្នកគ្នាដុំហ្នឹងគឺគេប្រើសម្រាប់ពាក់នៅលើកអាវអញ្ចឹងទៅអ្នកគ្នាយកដុំនឹងដាក់មកខាងក្រៅអញ្ចឹងមកអញ្ចឹងវានឹងបង្ហាញភ្លើងមួយដែលវាអត់ញាក់អញ្ចឹងណាអ្នកគ្នាអញ្ចឹងអានេះគឺវាមានភ្លើងដូចគ្នាអានេះដោយសារតែវានៅក្នុង mode noise cancellation มันវាបង្ហាញពណ៌បៃតងបើសិនអ្នកគ្នាចុចមួយទៅពណ៌ខៀវវានឹងខៀវទាំងអស់អញ្ចឹងណាអ្នកគ្នាតែទៅនឹងការប្រើគឺយើងដកតែប៉ុណ្ណឹងមកគឺយើងអាចធ្វើការនិយាយបានហើយអញ្ចឹងកន្លែងនៅលើម៉ៃរបស់យើងវិញនៅលើម៉ៃរបស់យើងកន្លែងនេះគឺកន្លែងនិយាយអញ្ចឹងនៅពេលដែលយើងប្រើគឺយើងត្រូវដាក់នេះចេញមកខាងក្រៅធំនេះគឺយើងដាក់ចូលទៅក្នុងអាវរបស់យើងអញ្ចឹងគឺយើងអាចដាក់តូចនេះចូលទៅក្នុងទេជៀសវាងការអត់លើសំឡេងពីព្រោះវាអាចនឹងអឹបមួយសាច់របស់យើងចេះវានឹងបិទការស្រូបសំឡេងរបស់វាគឺវាស្រូបនៅផ្នែកខាងមុខនេះទេតែដល់នឹងការប្រើប្រាស់នៅលើ app ក្នុងទូរស័ព្ទដៃซึ่งអ្នកគ្នាអាចចុចនៅក្នុងនឹងបានអញ្ចឹងនៅក្នុងនឹងគឺខ្ញុំសូមបង្ហាញតទៅនឹងការប្រើនៅក្នុង app នេះវិញអញ្ចឹងម៉ៃមួយរបស់យើងគឺយើងដាក់ចូលក្នុងប្រអប់បាត់ហើយអញ្ចឹងវាអត់មានហាញតទៅនឹង signal ដែលវាមានដំណើរការទេអត់មានទេតទៅនឹងម៉ៃទី2នេះគឺវាមានដាអញ្ចឹងខ្ញុំនិយាយនៅក្បែរមាត់គឺសំឡេងរបស់វាចាប់ដើមខ្លាំងអញ្ចឹងទៅកន្លែងហ្នឹងគឺបង្ហាញតទៅនឹងម៉ៃ2ថ្ម 100% វាដើរហើយកន្លែងនេះ phone speaker មានន័យថានៅពេលដែលយើងថតវីដេអូ
ហើយយើងអាចស្ដាប់វីដេអូដោយមិនចាំបាច់ដកអានេះទេដោយមិនចាំបាច់ដកនេះចេញអញ្ចឹងអ្នកគ្នាអាចដាក់វានៅក្នុងហ្នឹងហើយយើង voice យើងថតវីដេអូហើយយើងមើលវីដេអូបើកសំឡេងអញ្ចឹងបានអ្នកគ្នាតោះមកនេះគឺជាការ adjust ទៅលើ volume អញ្ចឹងណាអ្នកគ្នាអញ្ចឹងអ្នកគ្នាគិតថា1 2 3យ៉ាងទៅអញ្ចឹងជាទូទៅសំឡេងវាគឺមាន3អញ្ចឹងអ្នកគ្នាទូទៅអាចប្រើលេខ3នេះក៏បានលេខ2នេះក៏បានកុំប្រើលេខ1ព្រោះអីវាលឺតិចពេកអញ្ចឹងយើងយកលេខ2ទៅនៅលើដុំរបស់យើងនេះពណ៌ខៀវឯងមានន័យថាអត់ទាន់បើកទេអញ្ចឹងអ្នកគ្នាអាច switch នៅលើដុំនេះក៏បានឬក៏ចុចបើកកន្លែងNC level នេះក៏បានដែរដល់ពេលអ្នកគ្នាបើកហើយវានឹងចេញពណ៌បៃតងនៅលើនេះអញ្ចឹងអ្នកគ្នាចុចនៅលើនេះក៏បានដែរអ្នកគ្នាចុចនៅលើហ្នឹងក៏បានដែរហើយបន្ទាប់មកអ្នកគ្នាអាចជ្រើសរើសបានទៅនឹងការកាត់សំឡេងម្ខាងអ្នកគ្នាគិតថាកាត់ល្មមឬក៏កាត់ខ្លាំងអញ្ចឹងទៅបើសិនអ្នកថាកាត់រៀងតិចអ្នកគ្នាយក low ទៅអ្នកគ្នាកាត់រៀងខ្លាំងទៅយក high ខ្ញុំ recommend ឲ្យអ្នកគ្នាយក high ទៅកន្លែងនេះមានន័យថាវា off នៅពេលដែលយើងដាក់វានៅក្រៅអញ្ចឹងណាអ្នកគ្នាឧទាហរណ៍ថានៅពេលដែលអ្នកគ្នាប្រើជាមួយនឹងដុំចេះហើយអ្នកគ្នាផ្លេចដាក់ចូលបើសិនជាអ្នកគ្នាអត់ off ទេវានឹងអស់ថ្មនៅលើនេះអញ្ចឹងអញ្ចឹងនៅពេលដែលយើង set ដាក់វា15នាទីវានឹងបិទអញ្ចឹងដល់ពេលអ្នកគ្នាទុកវាចោលអ្នកគ្នាទៅធ្វើការផ្សេងទៀត15នាទីក្រោយដុំមួយនៅខាងក្រៅនេះវានឹងបិទអញ្ចឹងវាអត់stand by រហូតដល់អស់ថ្មទេអញ្ចឹងណាអ្នកគ្នាសម្រាប់ឲ្យយើងបញ្ជាក់ទៅនឹងភ្លើងទាំងអស់នេះអ្នកគ្នាអញ្ចឹងបើសិនអ្នកគ្នាបិទវាភ្លើងទាំងអស់នេះគឺវាបិទហើយអញ្ចឹងអ្នកគ្នាមិនបាច់ចាំបិទទេដើម្បីយើងដឹងព័ត៌មានថាវាដំណើរការអត់គឺយើងទៅបើកវាទៅហើយកន្លែងនេះគឺយើងទៅ custom function បន្ថែមអញ្ចឹងអ្នកគ្នាអាចចូលទៅ custom បានបើសិនអ្នកគ្នាគិតថាតើការបែបណាដែលអ្នកគ្នាចង់បានយ៉ាងណាជាទូទៅខ្ញុំ recommend ថាមិនចាំបាច់ទេព្រោះវាអត់សំខាន់ទេតើតងទៅនឹងរឿងមួយហ្នឹងបន្ទាប់មកបើអ្នកគ្នាចង់ update firmware វាបន្ថែមនៅផ្នែកខាងលើនេះគឺវាមានសញ្ញាព្រួយអ្នកគ្នាចុចកន្លែងសញ្ញាព្រួយនេះមួយមកហើយវាមានកន្លែង version information អញ្ចឹងអ្នកគ្នាចុចលើវាមកអញ្ចឹងបើសិនជាវាទាមទារឲ្យយើង install ឬក៏ update អីអ្នកគ្នាអាច update ទៅបើខ្លាចថាវាមានបញ្ហា error អីមួយអញ្ចឹងណាអ្នកគ្នាអញ្ចឹងអ្នកគ្នាចុច download នៅខាងក្រោមអញ្ចឹងទៅហើយអ្នកគ្នាចុច yes ហ្នឹងទៅអញ្ចឹងគឺខ្ញុំអត់ចាំបាច់ទេអ្នកគ្នាអញ្ចឹងខ្ញុំចេញវិញអញ្ចឹងអ្នកគ្នាអាចធ្វើវាបានតាមវិធីសាស្ត្របែបហ្នឹងអ្នកគ្នា